ហាញភាពត្រេកត្រអាលចេញមកទេដោយការដែលខ្ញុំស្រឡាញ់ប៉ាវាឯងអញ្ចឹងណាស្ដាប់មតិម៉ាក់កូនឯងនោះវាសនារបស់អូនក៏មិនខុសពីនាងនោះដែរកុំអីអូនទុកតួនាទីនេះឲ្យក្រុមប៉ូលីសជាអ្នកធ្វើបានគឺនាងបានប្រាប់ឲ្យពួកយើងលេងល្ខោនឲ្យក្មេងមើលនិយាយស្អីនេះពិបាកយល់កូនស្រីពូអញ្ចឹងណាកូនកូនសុំទៅលោកប៉ាអ្នកម៉ាក់សុខសប្បាយទេសុខសប្បាយធម្មតាទេកូនគ្នាកុំក្រែងចិត្តអីណាអូកុំអារម្មណ៍ចំពួយមកទំហឹងទៅស្ម័គ្រចិត្តទេអត់ទេគឺសម្ដែងល្ខោនឲ្យក្មេងតូចមើលប៉ុណ្ណាចំចុះយ៉ាងម៉េចទៅហើយម្សិលមិញបានតែញ៉ាំបាយជាមួយក្មួយខុនកេសរដែរអត់បានញ៉ាំបាយជាមួយគ្នាតាម៉ាចុះនាងមានបញ្ចេញកាយវិការថាចូលចិត្តខ្លួនឯងដែរឬក៏អត់ដូចជាធម្មតាប៉ាប៉ុន្តែប្លែកត្រង់ថានាងមិនធ្វើរឹកពីឆ្មាំងកន្ទ្រឹងដូចពីមុនទេហើយជាធម្មតាមនុស្សស្រីបើជាស្រឡាញ់ឬក៏ពេញចិត្តទៅលើបរិសុទ្ធណាម្នាក់គេមិនងាយនឹងបង្ហាញភាពត្រេកត្រអាលចេញមកទេដោយការដែលខ្ញុំស្រឡាញ់ប៉ាវាឯងអញ្ចឹងណាស្ដាប់មតិម៉ាក់កូនឯងយកជាបទពិសោធន៍សម្រាប់ការតាក់ទងនាងទៅស្រីគេដឹងចិត្តគ្នាត្រូវហើយបានល្ងាចនេះកូនចង់បបួលនាងឲ្យមកទទួលទានអាហារពេលល្ងាចនៅផ្ទះយើងតែអ្នកម៉ាក់ក៏ដូចជាលោកប៉ាជំទាស់ដែរទេបានជំទាស់ឈួតម៉ាក់និងប៉ាមានតែសប្បាយចិត្តដែលកូនតាក់ទងជាមួយនាងហេតុផលអីដែលប៉ាម៉ាក់ជំទាស់សំណើនេះបបួលនាងមកកូនមិនអីទេម៉ាក់មានតែសប្បាយចិត្តណែបើតាមគំនិតរបស់ប៉ាយល់ល្អគួរតែអញ្ជើញលោកសុគន្ធនិងលោកស្រីណាផាមកជាមួយក៏ល្អដែរបើយើងស្រឡាញ់កូនកមុំគេមិនខ្វល់ពីប៉ាម៉ាក់របស់គេក៏វាមិនកើតដែរណាកូននេះក៏ជាដើមចំដែលកូនចង់ជម្រាបលោកទាំងពីរផងដែរយ៉ាងម៉េចទៅនិយាយមកគឺពូសុគន្ធទង្វើរបស់គាត់ហាក់ដូចជាមិនចូលចិត្តកូនឬក៏ស្អប់កូនណាស់អញ្ចឹងប្រហែលជាគាត់បារម្ភពីសុវត្ថិភាពកូនស្រីគាត់នឹងណាបានជាគាត់មានកាយវិការបែបនេះជាមួយនឹងកូនប៉ាកូនឯងមានប្រសាសន៍ត្រូវហើយជាម៉ាក់ជាប៉ាដែលមានកូនស្រីតែងតែបារម្ភអំពីកូនស្រីជាងកូនប្រុសជាធម្មតាទេដូចជាពាក្យគេតែងនិយាយថាលេងសើចជាមួយកូនប្រុសវាមិនចេះផើមទេបើពិតជាស្រឡាញ់នាងមែនប៉ុណ្ណឹងមិនជាបញ្ហាទេណាកូនគេថាកុលាបតែងមានបន្លារីឯស្នេហាតែងតែមានឧបសគ្គដូច្នេះលោកសុគន្ធជាឧបសគ្គស្នេហារបស់កូនហើយចំណែកឯអាផាគេដូចជាមិនជំទាស់នឹងកូនឯងទេបានចាំមើលកូននិយាយជាមួយនឹងនាងកេសរឲ្យអញ្ជើញលោកពូសុគន្ធនិងនាមីងណាផាមកពិសាបាយជាមួយគ្នាពិតជាគ្មានដឹងអីមែនកុំធ្វើអញ្ចឹងណាកូនឯងគួរតែទៅអញ្ជើញពួកគេដោយផ្ទាល់មាត់ទើបមើលទៅមានសុជីវធម៌សមជាកូនប្រុសប៉ុន្តែកូននៅតែខ្លាចលោកពូសុគន្ធណាលោកប៉ាចុះដូចម៉ាក់និយាយមុននឹងអញ្ចឹងស្នេហាវាតែងតែមានឧបសគ្គប៉ុណ្ណឹងកូនឯងចង់រៀបថយហើយអីមនុស្សណាវាមិនដែលស៊ីមនុស្សទេកុំឈួតពេកកូនត្រូវហើយជាកូនប្រុសណាកូនត្រូវតែមានភាពក្លាហានងើយមុខពើងទ្រូងសម្លឹងទៅត្រង់ប៉ុន្តែកំពើងទ្រូងក្នុងសភាពជាមនុស្សឆ្លើយក្រែងវាត្រូវកណ្ដាប់ដៃគេបានលោកប៉ាកូននឹងប្រមូលភាពក្លាហានរបស់កូនក្លាហានឡើងណាកូនម៉ាក់សូមជូនពរឲ្យឯងនេះបានទទួលជោគជ័យបានអរគុណម៉ាក់តោះឡើងឡានទៅបងប្រញាប់ចូលធ្វើការវិញហើយហ៎អត់ទេអូនឯងប្រញាប់អីចា1ម៉ោងទៀតឯណោះទើបដល់ម៉ោងចូលធ្វើការអញ្ចឹងជជែកគ្នាលេងនៅសួនច្បារខាងមុខនេះបន្តិចសិនអីចាមានអីអូនមានរឿងជាច្រើនចង់និយាយប្រាប់បងណែអូនណាអូនគួរតែឈប់ធ្វើផែនការស៊ើបអង្កេតនៃមនីនោះទៀតទេហេតុអីឬមួយក៏បងមិនជឿលើសមត្ថភាពរបស់អូនមិនមែនទេប៉ុន្តែបងពិតជាបារម្ភពីសុវត្ថិភាពរបស់អូនណាអូនមិនសាកល្បងគិតទៅមើលនារីម្នាក់ដែលតែងតែមកបញ្យល់សំអូនឲ្យជួយនាងនោះនាងថានាងត្រូវបានលោកម៉ានីសម្លាប់នាងចុះឧទាហរណ៍ថានាយម៉ានីនោះបានដឹងថាអូនធ្វើជាស្និទ្ធស្នាលជាមួយគេដើម្បីទៅស៊ើបការឲ្យខាងប៉ូលីសនោះវាសនារបស់អូនក៏មិនខុសពីនាងនោះដែរកុំអីអូនទុកតួនាទីនេះឲ្យក្រុមប៉ូលីសជាអ្នកធ្វើវិញទៅអូនយល់ច្បាស់ពីការបារម្ភរបស់បងក៏ដូចជាលោកប៉ានិងអ្នកម៉ាក់របស់អូនប៉ុន្តែអូនជឿជាក់ថាក្រៅពីអូនគ្មានអ្នកណាម្នាក់អាចដោះស្រាយករណីឃាតកម្មអ្នកនាង
ដែលជាកូនស្រីលោកប៉ាអ្នកម៉ារបស់អូននៅខាងផ្សារបណ្ដឹងនោះបានទេយ៉ាងណាពាក្យសច្ចៈដែលអូនបានសន្យានឹងជួយដោះស្រាយឲ្យនាងអូនមិនអាចលេបវិញបានទេបងកុំបារម្ភអីអូនមានវិធីការពារខ្លួនហើយណែបងដឹងទេអូនបានត្រៀមទឹកម្ទេសទុកបាញ់ដាក់ភ្នែកឲ្យក្តៅកាហាយបើក្នុងករណីនេះមនីស្អីគេនោះចង់បំពេញអូនយ៉ាងណាក៏អូនជាកម្លាំងមនុស្សស្រីបងបារម្ភណាស់កាន់តែគិតបងកាន់តែបារម្ភជំនឿយ៉ាងមុតមមមួយទៀតដែលអូនជឿននោះគឺអំពើអាក្រក់មិនអាចយកឈ្នះអំពើល្អបានទេតាមតែអូនចោះអញ្ចឹងបងនឹងតាមការពារអូនមិនឲ្យនាយមនីនោះដឹងខ្លួនទេបងអូនមានផែនការមួយទៀតផែនការអីទៅនិយាយមកប៉ុន្មានយប់មុនអូនបានជួបសັບឃើញអ្នកនាងដែលតែងតែមកបញ្យល់សັບអូនឲ្យជួយនាងឥឡូវនេះវិញ្ញាណរបស់នាងត្រូវបានលោកមនីប្រើគ្រូអាគមចងចាប់វិញ្ញាណរបស់នាងតែងតែមកអង្វរអូនឲ្យជួយនាងបងកាន់តែគិតកាន់តែវល់ហើយនេះឲ្យអូនជួយយ៉ាងម៉េចទៅបើអូនឯងជាមនុស្សធម្មតាមិនមែនជាគ្រូអូមអាមឯណាគឺពិតជាបាននាងបាននិយាយថាអូនអាចធ្វើវាបានដោយអូនគ្រាន់តែកន្លងឬក៏ផ្លោះទីអាសនៈអាគមគ្រូខ្មោចនោះធ្វើដូច្នេះអាគមចង់វិញ្ញាណខ្មោចព្រាយបិសាចរបស់លោកគ្រូនោះនឹងវិនិច្ឆ័យសាបសូន្យជាមិនខានទេហើយពេលនោះវិញ្ញាណរបស់នាងនឹងមានសេរីភាពវិញហើយបើពិតជាដូចអូននិយាយមែនតើធ្វើយ៉ាងម៉េចនឹងស្គាល់ទីឋានរបស់លោកគ្រូខ្មោចរូបនោះគឺតាមរយៈនាយមនីនោះហើយជាផ្លូវដែលនាំទៅរកផ្ទះលោកគ្រូខ្មោចនោះឃើញអូនគិតចង់សួរគេត្រង់តែម្ដងហ៎អត់ទេបងយល់ថាជាការសម្ដែងទេអូននឹងយកការសម្ដែងរបស់អូនបោកប្រាស់ទំនុកចិត្តនាយមនីនោះប៉ុន្តែបងនៅតែបារម្ភក្រែងតែបែកការទេបើសម្ដែងមិនល្អមើលតើហៅថាសម្ដែងយ៉ាងម៉េចកើតបងកុំបារម្ភឲ្យសោះណាអូនមិនឲ្យលោកមនីដឹងពីផែនការរបស់អូនបានទេបងជូនពរឲ្យអូនទទួលបានជោគជ័យនៅក្នុងភារកិច្ចនេះណាបងក៏ដូចគ្នាសូមឲ្យឆាប់បានពីចំណុចអវិជ្ជមានរបស់លោកមនីចុះបានតោះបងជូនអូនទៅកន្លែងការងារវិញចាបងចាទៅមកបញ្ញាំអីជាមួយមិត្តភ័ក្តិក៏ទុកទូរស័ព្ទចោលនៅអอฟហ្វិសជាស្រ័យផងណាស្មានតែមិនសប្បាយចិត្តជាមួយខ្ញុំរឿងអីតាខំតែភ័យមានឯណារួចលោកញ៉ាំបាយហើយនៅបានរួចមកសន្ទុះដែរហើយដែលទូរស័ព្ទទៅនេះគឺមានការចង់និយាយជាមួយនាងបន្តិចចាចេញមានប្រសាសន៍មកចុះចាំស្ដាប់ណែគឺចង់អញ្ជើញនាងមកញ៉ាំបាយនៅផ្ទះខ្ញុំនាល្ងាចនេះទៅញ៉ាំបាយនៅផ្ទះលោកអនុញ្ញាតដែរទេបានខ្ញុំអញ្ជើញលោកពូព្រមទាំងណាមីងដែរតាខុនប្រាស់កំពុងតែជន់អន្ទាក់ហើយតាបានចឹងខ្ញុំព្រមទៅមុននឹងមិនហ៊ានសម្រេចព្រោះខ្លួនជាស្រីទៅញ៉ាំបាយនៅផ្ទះគេយ៉ាងម៉េចទៅខ្ញុំយល់អញ្ចឹងហើយបានជាខ្ញុំអញ្ជើញលោកពូនិងណាមីងមកជាមួយដែរនឹងណាចាចុះមានបានជម្រាបលោកប៉ានិងអ្នកម៉ាក់នាងខ្ញុំហើយនៅបាននៅទេគិតថាចាំបានចម្លើយពីខុនសិនចាំជម្រាបលោកទាំងពីរតាមក្រោយចាឥឡូវខ្ញុំព្រមហើយអញ្ចឹងលោកប៉ាក៏ដូចជាអ្នកម៉ាក់របស់ខ្ញុំសម្រាប់ចិត្តយ៉ាងណាក៏ខ្ញុំមិនទាន់ហ៊ានសន្យាបែបណាដែរនេះស្ថិតលើសមត្ថភាពរបស់លោកទេបានអញ្ចឹងនិយាយគ្នាប៉ុណ្ណឹងសិនចុះខ្ញុំទៅអញ្ជើញលោកពូនិងណាមីងសិនណាចាតាមស្រួលចុះអូណែគិតទូរស័ព្ទទៅអញ្ជើញប៉ាម៉ាក់ខ្ញុំមែនទេបានអត់ទេគឺទៅអញ្ជើញគាត់ផ្ទាល់មាត់មានអីមែនឬមួយក៏ពួកគាត់ទាំងពីរមិននៅផ្ទះទេចាគ្មានអីទេលោកទាំងពីរនៅផ្ទះថ្ងៃនេះលោកប៉ាក៏មិនអញ្ជើញទៅធ្វើការដែរបាននិយាយគ្នាប៉ុណ្ណឹងសិនចុះអញ្ចឹងចាបាយគិតទូរស័ព្ទទៅជម្រាបលោកប៉ាឲ្យត្រៀមខ្លួនសម្ដែងឆាកល្ខោនមួយនេះសិនអាឡូជម្រាបសួរលោកប៉ាមានការអីកូនលោកប៉ាអញ្ជើញទៅណាដែរអត់ឥឡូវនេះអត់មានតាណាទេប៉ានៅផ្ទះហន្តចុះអ្នកម៉ាក់កូនឯងកំពុងតែទិញកូនផ្កាគេលក់តាមរមាក់មុខផ្ទះហ្នឹងណាហើយមានការអីបានជាម្ដងសួរប៉ាម្ដងសួររកម៉ាក់ហ្នឹងបាទលោកទាំងពីរនៅផ្ទះទាំងអស់គ្នាអញ្ចឹងងាយស្រួលរៀបចំឆាកល្ខោនបោកប្រាស់ទំនុកចិត្តនាយម៉ានីហើយបន្តិចទៀតលោកម៉ានីបានទៅផ្ទះយើងដើម្បីធ្វើការអញ្ជើញលោកប៉ានិងអ្នកម៉ាក់ទៅពិសាបាយនៅផ្ទះរបស់គេមុននឹងគេបានទូរស័ព្ទមកបបួលកូនរួចហើយប៉ុន្តែកូនទាមទារឲ្យគេអញ្ជើញលោកប៉ាក៏ដូចជាអ្នកម៉ាក់ទៅជាមួយដែរអញ្ចឹងប៉ាក៏ដូចជាម៉ាក់កូនឯងដែរគួរតែសម្ដែងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យនាយម៉ានីនឹងដឹងថាកូនឯងកំពុងតែរៀបចំឆាកល្ខោនបោកប្រាស់គេ
ចាគឺលោកប៉ានឹងអ្នកម៉ាំងត្រូវសម្ដែងធ្វើដូចជាចូលចិត្តនាយមនីស្អីគេហ្នឹងហើយត្រូវតែនិយាយជាមួយគេដោយពាក្យសម្ដីល្អនោះគេកាន់តែជឿទុកចិត្តថាពួកយើងចូលចិត្តគេមែន ប៉ាយល់ហើយ ចាកុំភ្លេចជម្រាបអ្នកម៉ាក់ផងពីផែនការនេះផងណាលោកប៉ា ចាំប៉ានិយាយប្រាប់គាត់ ចាអញ្ចឹងនិយាយគ្នាប៉ុណ្ណឹងសិនចាលោកប៉ា ហ្នឹងហើយសុខសប្បាយណាកូន កូនទូរស័ព្ទមកមានธุរៈអីដែរប៉ាវា បាទគឺនាងបានប្រាប់ឲ្យពួកយើងលេងល្ខោនឲ្យក្មេងមើល និយាយស្អីនេះពិបាកយល់ណាស់និយាយឲ្យចំសេចក្តីមក គឺបន្តិចទៀតអាក្មេងចង្រៃដធានម៉ានីស្អីគេនោះវាមកអញ្ជើញពួកយើងទៅញ៉ាំបាយនៅផ្ទះវាអញ្ចឹងទាំងម៉ាក់វាឯងនិងខ្ញុំត្រូវធ្វើជាស្រឡាញ់ចូលចិត្តវាណាឮទេធ្វើយ៉ាងណាកុំឲ្យវាដឹងថាគ្រប់យ៉ាងជាឆាកល្ខោនព្រោះនេះក៏ជាវាសនាកូនស្រីរបស់ពួកយើងផងដែរ ចាខ្ញុំយល់ហើយសម្រាប់ខ្ញុំមិនអីទេព្រោះចរិតរបស់ខ្ញុំធម្មតាតាំងពីដើមមកសំខាន់លើប៉ាវាឯងកុំអាចធ្វើចរិតច្រឡំខាមឲ្យបែកធ្លាយផែនការណា អើយខ្ញុំមិនមែនឈួតទេខ្ញុំដឹងហើយកុំបារម្ភពេកណ៎វាមកដល់ហើយតើណែរៀបរឹកពីឲ្យស្រេចទៅកុំណាកុំនិយាយបែបបេកបឹកឲ្យសោះឮទេ ចាខ្ញុំយល់ហើយកុំបារម្ភអី ជំរាបសួរលោកពូនៅមីង ចាសុខចម្រើនកូន កូនអូ មិនអីទេបន្តិចទៀតក្មួយនឹងខ្លាយជាកូនប្រសារបស់មីងហើយហួយចុយណាក្មេងៗអើយមើលលើកទឹកក្រូចឲ្យក្មួយមនីញ៉ាំផងមានន័យថាយ៉ាងម៉េចនេះរាល់ដងលោកពូសកុនតែងតែមានចរិតរៃឆានជាមួយខ្ញុំណាថ្ងៃនេះមិនបានជាគាត់ប្រែជាមកទន់ភ្លន់ជាមួយខ្ញុំអញ្ចឹងឬមួយក៏ថ្ងៃមុនខ្មោចចូលក្នុងខ្លួនគាត់ទេអូមិនអីទេលោកពូក្មួយទៅញ៉ាំទឹកហើយមិញ អូមកទៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវវិញទៅកូន មិនអីទេណាមីងព្រោះតែក្មួយរៀងប្រញាប់ដែរបញ្ញាប់មានការទៅណាអីក្មួយរួចចុះមានធរៈអីដែរមកផ្លេតអញ្ចឹងនោះបាទតាមពិតទៅក្មួយមកនេះគឺមានធរៈជាមួយលោកពូព្រមទាំងអ្នកមីង មានธุរៈអីនិយាយមកកូនកុំរដាស់រដុបអញ្ចឹងអីឬក៏ភ័យជាមួយនឹងពូមីងអីណា បាទអត់មានអីទេគឺក្មួយមកនេះចង់អញ្ជើញអ្នកមីងក៏ដូចជាលោកពូដែរទៅពិសាបាយពេលល្ងាចនៅផ្ទះរបស់ក្មួយចុះមានទោះខុសអីជាកិត្តិយសណាស់ដែលក្មួយបានផ្ដល់កិត្តិយសឲ្យពូនឹងមីង ចុះមានបានហៅប្អូនទៅជាមួយដែរអត់កូន ប្អូនម្នាក់ណាទៅណាមីងអូ ចំជាគ្មានយល់ការអីមែនប្អូននេះសំដៅទៅលើកូនខុនកេសរនោះណាអីយ៉ាពួកគាត់កំពុងតរុញស៊ីក្លូចូលឡានហើយតា អូក្មួយបានអញ្ជើញនាងខុនរួចហើយលោកពូគាត់ចង់ឲ្យណាមីងនិងលោកពូមានវត្តមាននៅផ្ទះក្មួយដែរបានជាក្មួយអញ្ជើញលោកពូនិងណាមីងដែលផ្ទាល់តែម្ដងបាន ចាមិនអីទេក្មួយជាកិត្តិយសណាស់ចាំមីងនិងពូអញ្ជើញទៅទាំងអស់គ្នា បាទក្មួយអរគុណណាស់អញ្ចឹងក្មួយគិតលាលោកពូនិងណាមីងសិនហើយបាទសុខសប្បាយចុះណាកូនម្លេះបែបគ្នារំភើបយ៉ាងណាទៅណោះ គួរឲ្យអស់សំណើចណាស់អាក្មេងចំលើយអើយ សម្រាប់ខ្ញុំដូចជាមិនសប្បាយចិត្តសោះគឺគិតបារម្ភពីសុវត្ថិភាពរបស់កូនទៅវិញទេ ក្រែងម៉ាក់វាឯងជឿទុកចិត្តលើភាពវៃឆ្លាតរបស់កូនអីណាហើយខ្ញុំជឿទៅទេវតានឹងតាមថែរក្សាមនុស្សល្អដូចជាកូនស្រីយើងមិនខានចាស់បុរាណលោកថាមនុស្សល្អមានទេវតាតាមថែរក្សាណាម៉ាក់វា ចាសូមទេវតាថែរក្សាកូនស្រីខ្ញុំផងចុះ តោះទៅរៀបចំខ្លួនបន្តិចទៅដល់ម៉ោងញ៉ាំអាហារពេលល្ងាចនៅផ្ទះក្មេងភ្លើមនីហើយ ចាប៉ាវា ហៅខ្ញុំសុទ្ធតែកូនពេញមាត់ប្រហែលជាពួកគាត់ពេញចិត្តខ្ញុំដែរហើយមើលទៅជឿហើយថាគូព្រេងមិនព្រាត់ស្នេហ៍ពិតមិនឃ្លាតនោះ សពបសពូនរឿងអីម៉ាក់វា ខ្ញុំនឹកកូនណាស់ប៉ាវាអើយមិនដឹងថានាងបានមកបញ្យល់សពកូនខុនដូចមុនដែរអត់ទេ មែនហើយកាលពីថ្ងៃមុនបានសួរតំណែងពីកូនខុនសោះតើកូនស្រីរបស់យើងមានបានបញ្យល់សពនាងដែរឬក៏អត់ ទូរស័ព្ទតែនិយាយលេងជាមួយកូនខុនតិចទៅប៉ាវាខ្ញុំនឹកនាងខ្លាំងណាស់ បាទចាំតិចណា អាឡូជំរាបសួរលោកពូ កុំហៅថាពូអីហៅតាប៉ាទៅព្រោះពូនឹងភរិយាស្រឡាញ់ក្មួយដូចជាកូនស្រីពូអញ្ចឹងណាកូន កូនសុំទៅលោកប៉ា
សុខសប្បាយធម្មតាទេកូនចុះកូនឯងវិញនោះ ចាកូនក៏សប្បាយដែរលោកប៉ា ណែម៉ាក់កូនឯងគាត់ចង់ជួប ចាជំរាបសួរអ្នកម៉ាក់សុខសប្បាយកូនសុខសប្បាយទេម៉ាក់ម៉ាក់សុខសប្បាយធម្មតាទេកូនណែមួយរយៈនេះកូនឯងមានបានយល់សប្តិឃើញកូនស្រីរបស់ម៉ាក់ទៀតដែរអត់ចារយៈពេលចុងក្រោយនេះកូនបានយល់សប្តិឃើញនាងចំនួន2ដងដែរម៉ាក់ឃើញនាងយ៉ាងម៉េចទៅកូននាងសុខសប្បាយដែរឬក៏យ៉ាងម៉េចនាងមិនសុខសប្បាយទេលោកប៉ាពេលនេះវិញ្ញាណក្ខន្ធរបស់នាងត្រូវបានអ្នកដែលធ្វើបាបនាងប្រើមន្តអាគមចង់វិញ្ញាណរបស់នាងអូមិនបានជាមានរឿងចឹងកើតឡើងព្រោះវិញ្ញាណរបស់នាងតែទៅព្យាបាទពួកគេណាម៉ាក់អូពធអើយមិនក៏យកកម្មកូនស្រីម្ល៉េះតើមានវិធីណាអាចជួយកូនស្រីរបស់ម៉ាក់បានទេកូនចាគឺមានកូនបានសន្យាថានឹងជួយនាងឲ្យអ្នកម៉ាក់កន្លងទៅកូនមិនដែលជម្រាបលោកទាំងពីរថាជនណាបង្កបញ្ហាពីក្រោយមរណភាពរបស់កូនលោកទាំងពីរទេមែនហើយកូនមិនដែលនិយាយប្រាប់ប៉ានិងម៉ាក់ទេតើម្នាក់នោះជានរណាទៅមែនហើយនិយាយប្រាប់ម៉ាក់និងប៉ាផងកូនម៉ាក់នឹងទៅសួរគេហេតុអីបានជាសម្រាប់កូនស្រីរបស់ម៉ាក់អ្នកឯងមានបេះដូងដែរទេមានការឈឺចាប់ដែរទេអ្នកឯងយល់អារម្មណ៍បាត់បង់មនុស្សជាទីស្រឡាញ់ដែរទេគេម្នាក់នោះជាមនុស្សនៅក្បែរខ្លួនកូនគេមានករណីរកស៊ីខុសច្បាប់ផងដែរឥឡូវកូនកំពុងតែរៀបចំឆាកល្ខោនដើម្បីចាប់យកផោះតាំងនិងចាប់គេដាក់គុកសូមអ្នកម៉ាក់និងលោកប៉ាកុំអារម្មណ៍អីសោះកូនសន្យាថានឹងរកយុត្តិធម៌ជូនកូនស្រីលោកប៉ាអ្នកម៉ាក់ឲ្យអស់ពីសមត្ថភាពរបស់កូនម្នាក់ដែលកូននិយាយនោះគេជានរណាប៉ាស្គាល់គេដែរទេប៉ាមិនអាចអោបដៃឈរមើលមិនស្វែងរកយុត្តិធម៌ឲ្យកូនស្រីបានទេអត់ទេប៉ាមិនស្គាល់គេទេកូនយល់អារម្មណ៍ឈឺចាប់របស់ប៉ានិងម៉ាក់ប៉ុន្តែការនេះកូនចង់ធ្វើឲ្យវាស្ងៀមស្ងាត់ជាទីបំផុតដើម្បីកុំឲ្យនាងម្នាក់នោះមានការសង្ស័យថាកូនកំពុងតែស៊ើបអង្កេតពីគេដូច្នេះអំឡុងពេលនេះកូនសូមឲ្យលោកទាំងពីររក្សាភាពស្ងៀមស្ងាត់សិនប៉ុន្តែនាងជាកូនស្រីបង្ការរបស់ប៉ានិងម៉ាក់គួរសំណាកូនមកលំបាកជាមួយសោះអូយក៏មានប្រសាអញ្ចឹងអីណាម៉ាក់កូនរីករាយនឹងធ្វើវាតែកូននិងកូនស្រីរបស់ម៉ាក់ពិតជាមាននិស្ស័យជាមួយគ្នាណាស់ថាមិនត្រូវពួកយើងជាបងប្អូននឹងគ្នាពីជាតិមុនក៏ថាបាននិយាយគ្នាប៉ុណ្ណឹងសិនចុះអ្នកម៉ាក់លោកប៉ាដល់មកសម្ដែងធ្វើជាស្និទ្ធស្នាលជាមួយគេម្នាក់នោះហើយសុខសប្បាយណាកូនចាអរគុណច្រើនលោកប៉ាហើយអញ្ចឹងតើបានជាបាត់វត្តមានកូនមិនដែលមកបញ្យល់សពយើងសោះអាម្នាក់នោះវាពិតជាអាក្រក់ខ្លាំងណាស់ចាំមើលថ្ងៃណាមួយពេលប៉ូលីសក្បួយកវាបានណាខ្ញុំនឹងដោះស្បែកជើងវាយក្បាលវាមិនខានកូនស្រីប៉ាទ្រាំចាំបន្តិចទៅណាកូនណាយុត្តិធម៌នឹងមានសម្រាប់កូនកូនខុនកែសត្រឹមតែជាកូនធម៌តែប៉ុណ្ណោះប៉ុន្តែនាងពិតជាល្អជាមួយគ្រួសារយើងណាបាទសំណាងឲ្យដែលយើងបានជួបមនុស្សល្អប៉ុន្តែកូនស្រីយើងបែរជាអភ័ព្វទៅវិញតើខ្ញុំគួរទៅទូរស័ព្ទទៅប្រាប់បងសម្បត្តិដែរអត់ណោះណាហើយកុំអីកុំឲ្យរំខានគាត់ធ្វើការមានអីគ្នានឹងគ្រួសារសុខសប្បាយធម្មតាទេចុះឯងនឹងគ្រួសារវិញគ្នានឹងគ្រួសារក៏សុខសប្បាយធម្មតាដែរថ្ងៃនេះពិតជាមានកិត្តិយសណាស់ដោយបានឯងនឹងគ្រួសារមកទទួលទានបាយល្ងាចនៅផ្ទះគ្នាកុំក្រែងចិត្តអីណាអូកុំអារម្មណ៍ចំពួយមកទំហឹងតែម្ដងបាទមានអីលោក 4-5 ទំហឹងក៏បានដែរអញ្ចឹងលោកពូណាមីងក៏ដូចជានាងខុនដែរសូមនៅជជែកលេងជាមួយនឹងលោកប៉ានិងអ្នកម៉ាក់ខ្ញុំសិនចុះខ្ញុំសូមអនុញ្ញាតទៅជួយមើលខាងបងចុងភៅបន្តិចសិនចាតាមសម្រួលចុះកូនចំណាប់ចំនួនណាស់ណោះកំឡោះនេះនរណាគេបានធ្វើជាកូនប្រសាពិតជាមិនខកបំណងទេចាធានាថាជាបរិបទដែលល្អគ្រប់10តែម្ដងហើយលោកក្មួយសូមអនុញ្ញាតទៅលេងសួនផ្កាខាងក្រៅបានទេលោកពូអ្នកមីងបាទក្នុងបរិវេណផ្ទះរបស់ពូក្មួយចង់ទៅកំសាន្តនៅកន្លែងណាក៏បានដែរអញ្ជើញតាមសម្រួលចុះណាកូនចាំមីងប្រើឲ្យគេយកទឹកក្រូចទៅឲ្យណាកូនចាក្មួយអរគុណលោកពូនិងអ្នកមីងណាកូននឹងឲ្យទៅវាឃើញផ្កាខ្វាកភ្លេចគួសមនឹងចាស់ទុំទៅហើយចំមែនតែម្ដងអូយមិនអីទេលោកធម្មជាតិជាមនុស្សស្រីតែងតែស្រឡាញ់ផ្កាអញ្ចឹងហើយមិនថាអញ្ចឹងមែនទេអាផាមែនហើយសូម្បីតែគ្នានេះត្បិតតែចាស់បន្តិចមែនរវាងប្តីនិងផ្កាគ្នាថាផ្កាហើយគ្នាក៏មិនខុសពីអញដែរណាស់ហើយ
ធ្វើម៉េចបើគេថាចាស់រលងពីដាងត្រូវទេលោក បាទយេលោកប្រសំនិយាយកំ pl ែងមែនទែនហ្មង អូមកនាំគ្នាទៅជជែកលេងនៅបន្ទប់ទទួលភ្ញៀវវិញទម្រាំក្មេងៗធ្វើបាយម្ហូបឆ្អិន បាទតោះ ហើយផ្ទះរបស់គេពិតជាធំទូលាយណាស់មិនសមណាម្ចាស់ផ្ទះមានចិត្តចង្អៀតហ៊ានសំបីតែសម្រាប់មនុស្សស្រីទន់ខ្សោយម្នាក់អញ្ចឹងបានជាគេតែនិយាយថាមនុស្សគេមិនអាចវាតម្លៃតែសម្បកក្រៅបានមែន ហើយនាងម្នាក់នេះមកពីណាមកឈរកតេកតើតែម្នាក់ឯងអញ្ចឹងសង្ស័យតែជាក្មេងមករកការងារធ្វើតាមផ្ទះហើយមើលទៅអាយ៉ាស្រស់ស្អាតល្មមឆៃតាគិតញ៉ែលោមើលសិនសួស្ដីមានធរៈអីនៅម្ដុំនេះដែរមែនទេ ម្នាក់នេះដូចជាប្រហែលមុខធ្លាប់ឃើញនៅឯណាអញ្ចេះ ចេញស្ទាយសម្លឹងមុខបែបឆ្ងល់អញ្ចឹងសុទ្ធតែប្រភេទមនុស្សស្រីស្រួលតាក់ស៊ីណាស់ អូនឹកឃើញហើយអាប៉ែនេះជាម្នាក់ដែលខ្ញុំសប្បន្នឃើញធ្វើបាបអ្នកនាងគាត់ថាកាលពីប្រហែលខែមុនតានេះក៏កាន់តែច្បាស់ណាស់ថាអ្វីគ្រប់យ៉ាងជាការពិតទាំងអស់ មុខរបស់ខ្ញុំមានអីចម្លែកមែនទេនាងបានជាសម្លឹងមិនដាក់ភ្នែកសោះអញ្ចឹង អាចាគ្មានអីទេលោក រួចមានធរៈអីដែរ អាចាគឺខ្ញុំ មែនហើយការងារបច្ចុប្បន្ននេះពិបាករកធ្វើបន្តិចហើយប៉ុន្តែរូបសម្ផស្សរបស់នាងមិនស័ក្តិសមមកធ្វើជាអ្នកបម្រើតាមផ្ទះសោះរូបនេះសមតែជាតារាសម្ដែងឬអ្នកធ្វើការនៅ office ទេ ខ្ញុំមិនមែនជា បើមិនយល់ទាស់ទេនៅក្រុមហ៊ុនខ្ញុំត្រូវការបុគ្គលិកធ្វើជាលេខារបស់ខ្ញុំក៏បានដែរប្រាក់ខែតាមតែនាងចង់បានបើធ្វើជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំក៏បានដែរ ចាសំទោសលោកខ្ញុំមិនមែនជា ចាំតាកតោមកខ្ញុំណាយកនាមប័ណ្ណរបស់ខ្ញុំទេ នាមបានស្អីចេញមកចរិតព្រានារីទៀតហើយឯងនេះក៏ហាច់ណាស់ដែរមករកពួកបាបបំរើធ្វើខ្លួនដូចជាស្រីសោភិនីនេះហើយដែលគេហៅថាខ្ទួយពាក់ក្រវិលនោះនេះនាងក៏ជានាងដែលបានចាក់សម្រាប់អ្នកនាងក៏នេះថាដែលខ្ញុំបានឃើញក្នុងសម្បត្តិនោះដែរហើយនេះច្បាស់ដូចថ្ងៃតែម្ដងហើយណែមិនលឺខ្ញុំនិយាយទេ នេះអូនឯងគិតថាបងតញ៉ែប្រភេទស្រីបែបហ្នឹងមែនទេនាងសួរបងក៏ប្រាប់នាងមួយសំណួរពីរសំណួរតែប៉ុណ្ណោះគ្រាន់តែគិតក៏បងរអើមដែរឲ្យតញ៉ែយ៉ាងម៉េចបានលោកអើយ មតនភាពជ្រុលពេកហើយលោកសំណក់វាមិនតបលាមកទេ នាងកំពុងតែនិយាយអីហ្នឹងអូឬក៏ចង់ថាខ្ញុំញ៉ែនាងហ៎បានហើយអូន ហាក្រែងមុនហ្នឹងនៅក្រុមហ៊ុនរបស់លោកត្រូវការរើសលេខានោះអីហើយបងឯងនេះអត់មានចោលចរិតព្រានារីមែននាងឯងក៏ហាច់ណាស់ដែរដើរចេញទៅគ្មានអាណាគេតាមញ៉ែនាងទេបើតាមយើងស្មានណានាងឯងប្រហែលជាប្រភេទស្រីតាក់ទងប្តីគេហើយរូបសម្រស់ស្រស់សុភិនណាមិនសមណាមានខួរក្បាលលាមកសោះតាមមើលទៅពីអ្នកនាងនេះគេថាឆ្នាំងណាគម្របហ្នឹងនិយាយស្រួលយល់គឺខួររៈ ណែនិយាយបែបនេះចង់ថាឲ្យនរណា ចោះមានសត្វដេរឆានឯណាទៀតណែមីខ្ទួយពាក់កវ៉ាល់តិចអញផ្ទះមកកភ្លៀងឥឡូវហ្នឹងហើយលោមើលខ្ញុំឆើយតែនតា កុំទៅឆ្លោះជាមួយ អើយថ្ងៃនេះសយអីបានជាត្រូវមកជួបមនុស្សមិនសូវដល់តែពីរនាក់អើយមីចំលើយឆាប់ចេញពីផ្ទះយើងទៅយើមីថ្លើមខ្មៅនៅក្នុងបរិវេណផ្ទះអញណាហ៊ានដៀលអញដល់ម្លឹងផងម្ចាស់ផ្ទះចរិតដូចជានាងខ្ញុំជាភ្ញៀវក៏មិនគោរពដែរអើយគួរឲ្យខឹងណាកុំខាត់អូននឹងតែកំភ្លាមមីនេះឲ្យបែកឈាមម្ដង មានរឿងអីហ្នឹងបានជាស្រែកពេញទាំងផ្ទះអញ្ចឹងនោះ លោកជួយមើលចោះលោកម្នាក់នោះមកញ៉ែខ្ញុំដោយបបួលខ្ញុំទៅកេងជាមួយខ្ញុំប្រកែកហាជាស្ដីបន្តិចបន្តួចស្រាប់តែនាងម្នាក់នេះមករករឿងខ្ញុំតែម្ដងនឹងមានបំណងចង់អាកនាងខ្ញុំបោះឆ្កែស៊ីទៀតផង អត់ទេបងនាងហ្នឹងនិយាយកុហកទាំងអស់មិនមែនអញ្ចឹងទេ មីចៅឡប់នេះនិយាយកុហកទេបងកំជឿនាងអីលោកឃើញផ្ទាល់នឹងភ្នែកលឿននឹងតិចហើយអ្នកនាងម្នាក់នេះប្រើពាក្យសម្ដីមិនសូវល្អមកលើខ្ញុំតូចចិត្តណាស់សូម្បីតែលោកប៉ាអ្នកម៉ាក់ខ្ញុំក៏លោកមិនដែលហៅខ្ញុំបែបនេះដែរ ខ្ញុំពិតជាសុំទោសខុនមែនតើពួកឯងឆាប់មកសុំទោសនាងខុនទៅនាងជាភ្ញៀវពិសេសរបស់បងណាពិតជាឈួតមែនពួកឯងទាំងពីរនាក់នេះ ខ្ញុំមិនសុំទោសទេនាងនិយាយខុសពីការពិត ឲ្យឆាប់ឡើងបងជាបងរបស់ឯងណាបើឯងមិននិយាយសុំទោសទៅកាន់នាងខុនទេកុំហៅបងថាបងប្រុសរបស់ឯងទៀតឲ្យសោះឲ្យខ្ញុំសុំទោសផងនាង ខ្ញុំសុំទោសបែងចិត្តហើយនៅខ្ញុំមិនមែនជាកណ្ដាថាទេណានាងបតីនាយជ័យអាចារ្យខ្ញុំមិនប្រកាន់ទេព្រោះមុននឹងឮលោកនិយាយថាពួកគេឈួតអើយបងឆៃទៅស៊ីបាយនៅខាងក្រៅផ្ទះវិញ ខ្ញុំពិតជាសុំទោសនាងមែនតើដែលប្អូនខ្ញុំនិយាយមិនល្អទៅកាន់នាង ច
ចាមិនអីទេលោកកុំអារម្មណ៍អីសោះ មិនបានជាសពូនមុខបែបនេះ ចាគឺពិបាកចិត្ត រឿងមុននេះមែនទេ អត់ទេរឿងមុននេះខ្ញុំមិនយកចិត្តទុកដាក់ក្នុងចិត្តទេ អញ្ចឹងតែជារឿងរ៉ាវអីទៅប្រាប់ផងបានទេ កុំឲ្យធុញទ្រាន់ ស្លាប់ហើយខុននិយាយអីអញ្ចឹងវិបត្តិរបស់ខុនក៏ជាវិបត្តិរបស់ខ្ញុំដែរ កំពុងតែឲ្យខុនដឹកចំអស់លោកម៉ានីចាគឺពិបាកចិត្តរឿងលោកប៉ា លោកពូកាតអីបានជាពិបាក និយាយទៅបងប្រហែលជាមិនជឿនឹងគិតថានាងខ្ញុំឈួតផងក៏មិនដឹង អត់ទេខ្ញុំជឿជាក់ថានរណាក៏មានបញ្ហាដែរនិយាយមកចាំខ្ញុំជួយពិភាក្សា គឺលោកប៉ាមានខ្មោចចូលសន្តាត់ លោកពូមានខ្មោចចូលហ៎នេះជាការពិតទេ លោកនៅចាំថ្ងៃលោកជូនខ្ញុំទៅផ្ទះថ្ងៃមុនបានទេ បាននៅចាំតាថ្ងៃនោះមានរឿងអីហី ថ្ងៃនោះលោកប៉ាមានអាការៈហាក់ដូចជាខឹងសម្បានលោកនោះមិនមែនជាលោកប៉ាខ្ញុំទេ អញ្ចឹងពេលនោះជាវិញ្ញាណខ្មោចទេមែនទេ ចាប៉ាខ្ញុំត្រូវបានវិញ្ញាណខ្មោចចូលសន្តាត់ជិត1ខែហើយថ្ងៃនោះទម្រាំតែនិយាយត្រូវសែនអស់លុយ1កណោខាត់ពេលច្រើនណាស់ម៉ាក់បានទៅរកគ្រូមើលគ្រូថាប៉ាមានវិញ្ញាណខ្មោចតៃហោងតាមគាត់បើសិនជាមិនមានគ្រូអាគមណាពូកែមកចាប់វិញ្ញាណខ្មោចតៃហោងនោះចេញទេប៉ានឹងត្រូវវិញ្ញាណខ្មោចនោះចូលនៅក្នុងខ្លួនប៉ាជារៀងរហូតទៅ កុំបារម្ភអីណានាងខ្ញុំស្គាល់គ្រូអាគមខ្លាំងពូកែម្នាក់គាត់ពូកែចាប់វិញ្ញាណខ្មោចណាស់ មែនទេតែលោកគ្រូនោះគាត់នៅណាទៅ បានគឺគាត់នៅខាងឧដុង្គក្បែរភ្នំពេញយើងនេះតា នៅឧត្តមអូពិតជាអរគុណលោកណាស់ រំខានលោកជួយជូនខ្ញុំទៅបានទេ បានពិតជាបានតាចាំស្អែកខ្ញុំជូនខុនទៅ ចាអរគុណលោក ផានការទី1កំពុងតែរកភាពជោគជ័យហើយ អ្នកប្រុសអ្នកនាងចេញទៅភាសាបាយ អរគុណហើយមុំតោះនាងអញ្ជើញ ចាលោក អូយគ្មានទាស់ត្រង់ណាជាពិសេសម្ហូបសុទ្ធតែឆ្ងាញ់គ្រប់មុខតែម្ដងហើយ បើមានឱកាសសូមអញ្ជើញមកម្ដងទៀតមកណាលោកស្រីខ្ញុំនឹងគ្រួសារទទួលស្វាគមន៍យ៉ាងភៀតរៈភាពតែម្ដងសូមកុំបារម្ភក្រែងឲ្យសោះ ណែចាំអញ្ជើញគ្រួសារលោកទៅភាសាបាយនៅផ្ទះវិញដើម្បីឲ្យស្មើភាពគ្នា មានអីជាកិត្តិយសសម្រាប់គ្រួសារគ្នាណា ខ្វះខាតយ៉ាងណាសូមអធិស្ឋានផងលោកពូណាមីង អូយគ្មានខ្វះខាតអីនោះទេកុំបារម្ភអីគឺបបោហើយ សំពះលាពូនឹងមីងទៅកូនខុនបានសុខសប្បាយទាំងអស់គ្នាណាកូន គ្នាលាសិនហើយក្មួយមនីមីងលាសិនហើយណា បានអញ្ចឹងចុះណាមីងទៅដល់ផ្ទះកុំភ្លេចទូរស័ព្ទឲ្យប្រាប់ខ្ញុំនិងគ្រួសារផងណាលោកបាទលោកតោះនាំគ្នាចូលឡានទៅខ្ញុំយល់ថាពួកគេដូចជាចូលចិត្តកូនប្រុសយើងដែរហើយឃើញហៅកូនមនីកូនរហូត ខ្ញុំក៏យល់ដូចប៉ាវាឯងដែរ កូនបានដឹងពីមូលហេតុដែលលោកពូសុគន្ធមានកាយវិការខឹងស្អប់កូននោះហើយវាយ៉ាងម៉េចទៅកូនបានជាលោកសុគន្ធស្អប់កូនឯងគឺគាត់មានវិញ្ញាណខ្មោចតៃហោងចូលសន្តាត់នៅក្នុងខ្លួនគាត់ណាលោកប៉ាហើយចង់មិនបានជាកូនដឹងគឺនាងខុនជាអ្នកនិយាយប្រាប់កូន ពិតជាចម្លែកណាស់អញ្ចឹងហើយបានជាគេតែងតែនិយាយថាបើមិនជឿកុំប្រមាថបើឆ្លាតកុំឡប់ជឿដោយគ្មានការពិចារណាខ្មែរមានជំនឿអរូបីតាំងពីដើមមកបន្តិចទៀតណាអស់ដីក៏ព្រោះតែជំនឿឈួតឡប់នឹងដែរ មិនដឹងស្អីទេយាយប៉ែនេះខុសប្រធានបទហើយរួចអញ្ចឹងគិតដោះស្រាយយ៉ាងម៉េចទៅគឺកូននឹងនាំនាងទៅរកគ្រូខ្មោចដល់ពូកែមកចាប់វិញ្ញាណខ្មោចនោះ គ្រូខ្មោចចុះមិនក៏កូនឯងទៅស្គាល់គ្រូខ្មោចណាពូកែ គឺស្គាល់តាមមិត្តភ័ក្តិរបស់កូននៅខាងឧដុង្គនិយាយប្រាប់បើអញ្ចឹងចាំជូនក្មួយខុនទៅផងទៅអញ្ចឹងអើយអាណិតលោកសុគន្ធណាបាទប៉ាចាំកូននាំនាងទៅពុទ្ធោអើយម្ចាស់ថ្លើមថ្លៃមិនបានជាបាត់ទូរស័ព្ទអញ្ចឹងដឹងទេថាបងបារម្ភស្ទើរតែបែកទ្រូងទៅហើយខំបើកឡានទៅដល់ផ្ទះអូនជួបបងប្រាញ់គាត់ថាមិនដឹងទេទៅតែមកពីស្រុកចំណែកឯបងស្រីទៅផ្សារអស់គឺអូនព្រមទាំងអ្នកម៉ាក់និងលោកប៉ាទៅញ៉ាំបាយនៅផ្ទះលោកមនីនឹងណាបានជាអូនបាត់ទូរស័ព្ទជាការស្ម័គ្រចិត្តទេ អត់ទេគឺសម្ដែងល្ខោនឲ្យក្មេងតូចមើល ប៉ុណ្ណាចុះមិនប្រាប់បងឲ្យដឹងអញ្ចឹង គឺមិនចង់រំខានបងបានជាមិនបានប្រាប់ ឈួន
កុំធ្វើអញ្ចឹងទៀតណាពេលក្រោយត្រូវផ្ដល់តំណែងឲ្យបងផងឮទេ ចាទទួលបានហើយទៀត ចុះក្រោយពីទៅញ៉ាំបាយនៅផ្ទះនាយនោះរួចបានលទ្ធផលយ៉ាងណាដែរ ចាគម្រោងថាទៅទីឋានគ្រូអាគមនោះបានសម្រេចហើយស្អែកនេះគេសន្យាថាជូនទៅរកផ្ទះគ្រូនោះ ចាំបងទៅជាមួយដើម្បីការពារសុវត្ថិភាពរបស់អូន ចាប់ឲ្យទៅតាមអូនផែនការមករលាយទេចា អូនណាបងជាមន្ត្រីប៉ូលីសការងារនេះនឹងជាសម្ងាត់បំផុត អូខេតាមតែបងចុះអ្នកបងអ្នកនិពន្ធខ្ជិលសរសេរហើយបងនិយាយគ្នាប៉ុណ្ណឹងសិនចុះណាបង បានសុបិនល្អណាស់ថ្លើមជីវិន ចាដល់គ្នាបងសូមចុចជាវនិងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូបន្ទាប់ពីឧត្តម Cartoon Movie សូមអរគុណ